សួស្តីមិត្តភ័ក្តិទាំងអស់គ្នាឥឡូវនេះយើងនិយាយតាក់ទងទៅនឹងប្រធានបទមួយដែលមានឈ្មោះថាពិធីយកឈ្នះភាពខ្ជិលហើយយើងដឹងហើយថាមនុស្សជាច្រើននិងមនុស្សគ្រប់រូបនៅលើโลกនេះមិនថាមានទុននីតិអ្វីទេជោគជ័យប៉ុណ្ណាទេឬវ័យប៉ុណ្ណាឡើយសុទ្ធតែធ្លាប់ជួបប្រទះទៅនឹងអារម្មណ៍ខ្ជិលច្រអូសនៅចំណុចណាមួយនៅក្នុងជីវិតភាពខ្ជិលមិនមែនជារឿងចម្លែកឬសញ្ញានៃការខ្សោយឡើយវាគ្រាន់តែជាប្រតិកម្មធម្មជាតិមួយរបស់ខួរក្បាលដែលព្យាយាមការពារយើងពីភាពខ្ជិលនិងការខិតខំប្រឹងប្រែងលើការសម្រេចចិត្តឬភាពមិនច្បាស់លាស់នៃលទ្ធផលដែលទទួលបានទោះជាយ៉ាងណាក៏ដោយប្រសិនបើយើងទុកឲ្យភាពខ្ជិលគ្រប់គ្រងជីវិតរបស់យើងជាជាប់លាប់វានឹងក្លាយទៅជាឧបសគ្គដ៏ធំដែលរារាំងយើងពីការសម្រេចគោលដៅការអភិវឌ្ឍខ្លួននិងការទទួលបានជីវិតដែលពោរពេញទៅដោយអត្ថន័យអត្ថបទនេះនឹងលើកយកមូលហេតុមូលដ្ឋាននៃភាពខ្ជិលនិងវិធីសាស្ត្រជាក់ស្ដែងជាច្រើនដែលអាចជួយអ្នកយកឈ្នះភាពខ្ជិលបានដើម្បីរស់ជាមួយសេរីភាពនិងលទ្ធភាពខ្ពស់ជាងមុនស្វែងយល់អំពីឫសគល់នៃភាពខ្ជិលមុននឹងអាចដោះស្រាយបញ្ហាមូលដ្ឋានបានយើងចាំបាច់ត្រូវតែយល់ពីមូលហេតុដើមកំណើតរបស់វាសិនភាពខ្ជិលច្រើនមិនមែនកើតចេញពីភាពខ្សោយចរិតនោះឡើយតែវាកើតចេញពីមូលហេតុជាក់លាក់មួយចំនួនដូចជាទី1ការភ័យខ្លាចបរាជ័យមនុស្សជាច្រើនពន្យាពេលធ្វើការងារពីព្រោះពួកគេភ័យខ្លាចថាប្រសិនបើខិតខំហើយមិនបានលទ្ធផលល្អនោះការងារបញ្ជាក់ថាខ្លួនគ្មានសមត្ថភាពដូច្នេះការមិនចាប់ផ្ដើមអ្វីសោះคล้ายទៅជាតំបន់សុវត្ថិភាពសម្រាប់ចិត្តគំនិតទី2គោលដៅមិនច្បាស់លាស់នៅពេលដែលយើងមិនច្បាស់លាស់ថាត្រូវធ្វើអ្វីមុនសិនលទ្ធផលចុងក្រោយគួរឲ្យមានរូបរាងបែបណាខួរក្បាលនឹងមានទំនោរជៀសវាងកិច្ចការនោះទាំងស្រុងពីព្រោះវាមិនអាចមើលឃើញផ្លូវច្បាស់លាស់ទី3កិច្ចការមានទំហំធំពេកនៅពេលណាមួយមើលទៅស្មុគស្មាញឬត្រូវពេលវេលាច្រើនចិត្តគំនិតយើងងាយនឹងមានអារម្មណ៍ធុញទ្រាន់និងចង់ជៀសវាងតាំងពីដើមទី4កង្វះថាមពលកាយនិងចិត្តការគេងមិនគ្រប់គ្រាន់អាហាររូបធម៌មិនបានល្អភាពតានតឹងកោះកុញរាល់ថ្ងៃសុទ្ធតែជាកត្តាដែលកាត់បន្ថយកម្លាំងធ្វើឲ្យមានអារម្មណ៍សាមញ្ញក៏คล้ายទៅជាបន្ទុកធ្ងន់ដែរទី5កង្វះការលើកទឹកចិត្តនិងអត្ថន័យប្រសិនបើកិច្ចការណាមួយមិនមានទំនាក់ទំនងផ្ទាល់ជាមួយតម្លៃឬក្តីរបស់យើងផ្ទាល់ចិត្តគំនិតនឹងមិនងាយចង់ចំណាយធម៌ពលទៅលើវាទេនៅពេលដែលយើងអាចកំណត់វាច្បាស់លាស់ថាភាពខ្ជិលរបស់យើងកើតចេញពីមូលហេតុមួយនៅក្នុងចំណោមនោះយើងនឹងអាចជ្រើសរើសដំណោះស្រាយត្រឹមត្រូវសមស្របមួយសម្រាប់ខ្លួនឯងវិធីសាស្ត្រជាក់ស្ដែងនៅក្នុងការយកឈ្នះភាពខ្ជិលទី1ចាប់ដើមតូចបំផុតដែលអាចធ្វើទៅបានមូលហេតុមួយចំនួនធំបំផុតដែលធ្វើឲ្យយើងពន្យាពេលកិច្ចការគឺដោយសារតែកិច្ចការនោះមើលទៅធំពេកវិធីដោះស្រាយដ៏មានប្រសិទ្ធភាពធំបំផុតគឺច្បាប់2 minute rule ច្បាប់ធ្វើកិច្ចការនេះត្រឹមតែរយៈពេល2ទៅ5នាទីតែប៉ុណ្ណោះដោយមិនតម្រូវខ្លួនឯងបញ្ឈប់ទាំងអស់ភាគច្រើនហើយនៅពេលដែលចាប់ផ្ដើមធ្វើកិច្ចការហើយចិត្តគំនិតយើងនឹងចងចាំបន្តទៅមុខទៀតពីព្រោះការចាប់ផ្ដើមគឺជាឧបសគ្គធំបំផុតមិនមែនកិច្ចការខ្លួនឯងទេឧទាហរណ៍ប្រសិនបើអ្នកត្រូវសរសេររបាយការណ៍មួយច្បាប់ហើយមានអារម្មណ៍ថាធុញទ្រាន់សូមប្រាប់ខ្លួនឯងថាខ្ញុំគ្រាន់តែសរសេរចំណងជើងនិងចំណុចសំខាន់ចំនួន3តែប៉ុណ្ណោះនៅពេលចាប់ផ្ដើមធ្វើហើយភាគច្រើននឹងបន្តទៅមុខជារៀងរហូតទី2បំបែកកិច្ចការធំជាជំរាកតូចកិច្ចការធំដូចជាការសរសេរសៀវភៅការរៀបចំអាជីវកម្មការសិក្សាត្រៀមប្រឡងតែងតែធ្វើឲ្យចិត្តគំនិតមានអារម្មណ៍ធុញទ្រាន់ភ្លាមដំណោះស្រាយគឺត្រូវតែបំបែកកិច្ចការនោះជាជំហានតូចដែលអាចសម្រេចនៅក្នុងរយៈពេលខ្លីជំនួសឲ្យសរសេរថាសរសេរសៀវភៅក្បាលសូមសរសេរថាសរសេរចំពុកទី1ចំនួន500ពាក្យ
នេះគឺធ្វើឲ្យកិច្ចការមើលទៅអាចគ្រប់គ្រងបាននិងកាត់បន្ថយអារម្មណ៍ភ័យខ្លាចទៅនឹងទំហំកិច្ចការចំណុចទី3ប្រើបច្ចេកទេសគ្រប់គ្រងពេលវេលាប្រើបច្ចេកទេស Pomodoro គឺជាឧបករណ៍ដ៏មានប្រយោជន៍មួយដែលអាចយកទៅអនុវត្តបានធ្វើការផ្ដោតទៅលើកិច្ចការណាមួយចំនួន25នាទីជាប់គ្នាបន្ទាប់មកសម្រាប់5នាទីធ្វើដដែលបែបនេះជាវគ្គរហូតដល់កិច្ចការនោះចប់វិធីនេះជួយកាត់បន្ថយឲ្យខួរក្បាលមិនមានអារម្មណ៍ធុញទ្រាន់ពីព្រោះដឹងថាមានពេលសម្រាប់នៅចំណុចខាងមុខហើយក៏ជួយបង្កើនការផ្ដោតអារម្មណ៍នៅក្នុងរយៈពេលខ្លីៗផងដែរចំណុចទី4កំណត់អាទិភាពឲ្យច្បាស់លាស់ជារៀងរាល់ថ្ងៃជារៀងរាល់ព្រឹកឬយប់មុនចូលគេងសូមចំណាយពេលប្រមាណ5នាទីដើម្បីសរសេរបញ្ជីកិច្ចការសំខាន់បំផុតចំនួន2ទៅ3ចំណុចដែលអាចធ្វើឲ្យនៅថ្ងៃបន្ទាប់កុំសរសេរបញ្ជីវែងពេកពីព្រោះនឹងធ្វើឲ្យមានអារម្មណ៍ធុញទ្រាន់ភ្លាមការផ្ដោតអារម្មណ៍សំខាន់ពី3ចំណុចនឹងជួយឲ្យមានអត្ថប្រយោជន៍និងគោលដៅច្បាស់លាស់និងកាត់បន្ថយពេលវេលាដែលចំណាយពេលលើកិច្ចការសម្រាប់ចិត្តថាត្រូវធ្វើអ្វីមុនសិនចំណុចទី5កាត់បន្ថយការរំខានបរិស្ថានជុំវិញខ្លួននៅក្នុងយុគសម័យបច្ចុប្បន្នការរំខានពីទូរស័ព្ទបណ្ដាញសង្គមនិងការជួយដំណឹងផ្សេងៗគឺជាសត្រូវធំបំផុតមួយនៃការផ្ដោតអារម្មណ៍សូមព្យាយាមការបិទសេចក្តីជូនដំណឹងនៅក្នុងទូរស័ព្ទក្នុងអំឡុងពេលធ្វើកិច្ចការសំខាន់ដាក់ទូរស័ព្ទឲ្យឆ្ងាយពីតុធ្វើការឬដាក់នៅក្នុងបន្ទប់ផ្សេងរៀបចំកន្លែងធ្វើការឲ្យស្អាតនិងគ្មានវត្ថុរំខានភ្នែកប្រើកម្មវិធីទប់ស្កាត់គេហទំព័រប្រសិនបើចាំបាច់ចំណុចទី6ភ្ជាប់កិច្ចការជាមួយនឹងអត្ថន័យផ្ទាល់ខ្លួននៅពេលដែលកិច្ចការណាមួយហាក់ដូចជាគ្មានអត្ថន័យសម្រាប់អ្នកវានឹងកាន់តែពិបាកចាប់ផ្ដើមសូមសាកល្បងសួរខ្លួនឯងហេតុអ្វីបានជាកិច្ចការនេះសំខាន់សម្រាប់ខ្ញុំឬតើវាជួយឲ្យខ្ញុំទៅដល់គោលដៅអ្វីមួយនៅក្នុងជីវិតស្វែងយល់អត្ថន័យផ្ទាល់ខ្លួននៅក្នុងកិច្ចការនីមួយៗនិងជួយបង្កើតកម្លាំងចិត្តនៅក្នុងការធ្វើវាចំណុចទី7ផ្ដល់រង្វាន់ឲ្យខ្លួនឯងបន្ទាប់ពីបញ្ឈប់កិច្ចការខួរក្បាលមនុស្សរៀនសូត្របានល្អតាមរយៈប្រព័ន្ធរង្វាន់បន្ទាប់ពីកិច្ចការណាមួយសូមផ្ដល់រង្វាន់តូចៗដល់ខ្លួនឯងដូចជាការសម្រាកមើលកម្មវិធីដែលចូលចិត្តការញ៉ាំអាហារឆ្ងាញ់ៗការនិយាយជាមួយមិត្តភក្តិវិធីនេះនឹងជួយបង្កើនទំនាក់ទំនងវិជ្ជមានរវាងការខិតខំប្រឹងប្រែងនិងអារម្មណ៍រីករាយដែលធ្វើឲ្យកាន់តែចង់បន្តកិច្ចការនានានៅពេលអនាគតចំណុចទី8យកចិត្តទុកដាក់ថែរក្សាសុខភាពកាយសុខភាពរាងកាយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកម្រិតថាមពលនិងសមត្ថភាពការផ្ដោតអារម្មណ៍របស់យើងដើម្បីកាត់បន្ថយភាពខ្ជិលដែលបណ្ដាលមកពីកង្វះថាមពលសូមធ្វើដោយខាងក្រោមគេងឲ្យបាន7ទៅ8នាទីជារៀងរាល់យប់ញ៉ាំអាហារឲ្យមានតុល្យភាពនិងផឹកទឹកឲ្យបានគ្រប់គ្រាន់ធ្វើលំហាត់ប្រាណស្រាលៗយ៉ាងហោចណាស់20ទៅ30នាទីជារៀងរាល់ថ្ងៃពីព្រោះការធ្វើហាត់ប្រាណជួយបង្កើនអរម៉ូនវិជ្ជមាននិងធ្វើឲ្យគំនិតកាន់តែស្រស់ស្រាយសម្រាប់ខ្លីៗអំឡុងពេលធ្វើការដើម្បីកុំឲ្យខួរក្បាលនឿយហត់ពេកចំណុចទី9រកមិត្តភ័ក្តិទទួលខុសត្រូវឬដៃគូជំរុញលើកទឹកចិត្តការចែករំលែកគោលដៅរបស់អ្នកជាមួយនឹងមិត្តភ័ក្តិសមាជិកគ្រួសារឬសហការីអាចជួយបង្កើនកម្លាំងនៅក្នុងចិត្តនៅក្នុងការបំពេញកិច្ចការឲ្យបានតាមការកំណត់ការដឹងថាមានអ្នកផ្សេងកំពុងតែតាមដានវឌ្ឍនភាពរបស់យើងជាធម្មតានិងជំរុញឲ្យយើងមានទំនួលខុសត្រូវខ្ពស់ជាងមុនចំណុចទី10អនុវត្តការអត់ធ្មត់ចំពោះខ្លួនឯងជាចុងក្រោយបំផុតសូមចងចាំថាការផ្លាស់ប្ដូរទម្លាប់មិនមែនកើតឡើងនៅក្នុងមួយយប់នោះឡើយបើសិនបើថ្ងៃណាមួយអ្នកមិនអាចយកឈ្នះលើភាពខ្ជិលបានសូមកុំបន្តខ្លួនឯងខ្លាំងពេកពីព្រោះការរិះគន់ខ្លួនឯងរហូតហេតុ
អាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ជាងមុនសូមទទួលស្គាល់ថានេះជាដំណើរការមួយហើយចាប់ផ្ដើមម្ដងទៀតនៅថ្ងៃបន្ទាប់ដោយភាពស្ងប់ស្ងាត់ជាចុងបញ្ចប់នៃវីដេអូបើសិនបើខ្លឹមសារនេះមានប្រយោជន៍សូមចុច like ចុច share និងចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណសម្រាប់ការចំណាយពេលវេលាទស្សនាសូមជួបគ្នាថ្ងៃក្រោយ